ប្រចាំសហរដ្ឋអាមេរិកតាំងនាមខ្ញុំជា Michael Afro សូមណែនាំចំពោះដល់បងប្អូនទាំងអស់គ្នានៅវរៈជនម្នាក់ដែលសំខាន់មែនទែនគឺលោក Jerry លោក Jerry គឺជាមេធាវីដែលធ្វើការប្រចាំនៅហើយក៏នៅវត្តចូលចានេះហើយក៏ដូចជាអ្នកគ្រប់គ្រងហើយនឹងជាសមាជិកហើយនឹងក៏ជាមេធាវីប្រចាំលោក Donald Trump ដ៏ស្និទ្ធស្នាលបំផុតផងដែរក្នុងរយៈពេលមួយនៅរាត្រីមួយលោកបានទទួលទូរស័ព្ទ phone call ពីក្រុមគ្រួសាររបស់លោកដែលនិយាយអំពីឪពុកលោកដែលជួបក្នុងការមានជំងឺជាទម្ងន់ហើយម្ដាយក៏មានការយំយែកជាខ្លាំងដែលគ្មាននរណាអាចខ្វាត់គាត់បានតើទៅពេលលោកAfroសួរទៅគាត់ថាតើមានហេតុការអីក៏ឆ្លើយថាគឺជាឪពុករបស់ខ្ញុំដែលមានជំងឺហើយតើបងប្អូនជនរួមជាតិដឹងទេថាឪពុករបស់គាត់គឺជានរណាឪពុករបស់គាត់គឺជា veteran ដែលធ្វើការជា CIA ហើយធ្វើនៅក្នុងសម័យសង្គ្រាមរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមចាហើយគាត់មិនដែលបានជួបអ្នកណាគេដែលជាជនជាតិអាមេរិកហើយបានធ្វើសង្គ្រាម through the Khmer Rouge and also leave the Khmer Rouge as well so គាត់គឺជាមនុស្សម្នាក់ដែលនាំឲ្យពិភពលោកបានទទួលស្គាល់អ្វីដែលជាប្រទេសកម្ពុជាក៏ដូចជាភាពទុក្ខលំបាកនៃប្រជាជនកម្ពុជាទាំងអស់គ្នាដែរបាទអរគុណបាទចំពោះញាតិញោមប្រកាសណាគ្រប់ព្រះអង្គសូមជួយសម្រួលឥរិយាបថអង្គុយចុះទាំងអស់ព្រះអង្គទាំងអស់គ្នាខ្ញុំនៅខាងណាហើយប្រណំហើយសូមជូនពរជោគជ័យអត់គ្លៀងគ្លៀត